កាន់តែរំជួលស្រុកមេសាងហើយក្រសួងមហាផ្ទៃត្រូវចុះស៊ើបអង្កេតជាបន្ទាន់ទៅលើលោកអភិបាលស្រុកហ៊ុនសុផាតនិងមន្ត្រីលទ្ធកម្មជុំវិញករណីសង្ស័យខុបខិតគ្នាដេញថ្លៃគម្រោងរដ្ឋទុកជាមុននិងបាត់ដានថវិកាសប្បុរសធម៌ជួយកងទ័ពជួរមុខជាង80លានរៀលដែលធ្វើឲ្យមហាជនសម្ដែងការមិនពេញចិត្តនិងទាមទារឲ្យមានការបំភ្លឺឲ្យកាន់តែច្បាស់ជាទីបំផុតណារដ្ឋបាលស្រុកមេសាងខេត្តព្រៃវែងកំពុងក្លាយជាផ្ទាំងស៊ីបនៃការរិះគន់យ៉ាងចាស់ដៃបន្ទាប់ពីមានការផ្ទុះរឿងអាស្រូវពុករលួយពាក់ព័ន្ធនឹងអភិបាលស្រុកលោកហ៊ុនសុផាតនិងលោកហៀងផលីប្រធានមន្ត្រីលទ្ធកម្មស្រុកយោងតាមប្រភពព័ត៌មានបឋមក្រសួងមហាផ្ទៃបាននឹងកំពុងធ្វើអធិការកិច្ចយ៉ាងហ្មត់ចត់លើករណីមិនប្រក្រតីចំនួន2ធំដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋនិងដំណាភាពនៃរដ្ឋបាលឋានៈក្រោមជាតិករណីទី1ដែលកំពុងត្រូវបានស៊ើបអង្កេតនោះគឺការសង្ស័យលើការខុបខិតគ្នារៀបចំទុកជាមុននៅគម្រោងដេញថ្លៃនានាក្នុងស្រុកដែលធ្វើឲ្យបាត់បង់ភាពប្រកួតប្រជែងដោយស្មោះត្រង់អ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺករណីទី2ដែលពាក់ព័ន្ធនឹងថវិកាសប្បុរសធម៌នឹងតែម្ដងតាមសេចក្តីរាយការណ៍លោកអភិបាលស្រុកបានគៀងគរថវិកាសប្បុរសធម៌និងសប្បុរសជនបានប្រមាណ117លានរៀលដើម្បីយកទៅជួយឧបត្ថម្ភដល់បងប្អូនជនភៀសសឹកនិងកងទ័ពជួរមុខទោះជាយ៉ាងណាក៏ដោយមានមន្ទិលសង្ស័យថាថវិកាដែលបានប្រគល់ជូនទៅរដ្ឋបាលខេត្តមានចំនួនត្រឹមតែ20លានរៀលតែប៉ុណ្ណោះចំណែកឯទឹកប្រាក់ដែលនៅសល់ជាង80លានរៀលទៀតនោះមិនត្រូវបានដឹងថានៅស្ថិតនៅត្រង់ណាទេដែលជារឿងមិនអាចទទួលយកបានទេទង្វើនេះប្រសិនបើរកឃើញថាជាការពិតមន្ត្រីទាំងនោះមិនត្រឹមតែទទួលទណ្ឌកម្មខាងរដ្ឋបាលតែប៉ុណ្ណោះទេប៉ុន្តែអាចប្រឈមនឹងមុខផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថាការធ្វើអធិការកិច្ចរបស់ក្រសួងមហាផ្ទៃនឹងផ្ដល់នូវយុត្តិធម៌និងភាពស្អាតស្អំជូនសង្គមជាតិវិញទឹកចិត្តសប្បុរសធម៌របស់ប្រជាជនមិនគួរត្រូវបានមន្ត្រីឆ្លៀតឱកាសត្រីងៀតឆ្លៀតពងយកមកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួនឡើយយើងនឹងរងចាំមើលថាតើលទ្ធផលជាផ្លូវការនិងការស៊ើបអង្កេតនេះទាំងអស់គ្នានៅភាពបន្តទៀតសូមអរគុណ